ឥឡូវអាត្មាសូមមើលសម្បត្តិអ្នកឧបាសិកាមួយនេះគួរដោះស្រាយឲ្យគាត់ទៅព្រោះគាត់បែបដូចជាចង់ដឹងណាឧបាសិកានេះគាត់សរសេរដៃគាត់នេះអក្សរកម្មិចដូចបន្ទុយកូនខ្មែរអញ្ចឹងប៉ុន្តែគួរស្ងើចគាត់ណាសរសេរត្រឹមត្រូវផងនៅត្បូងឃ្មុំនៅខាងស្រុកត្បូងឃ្មុំនៅផ្សារសួងតាមអាត្មាមើលទៅម្ចាស់ថាគាត់ដាក់ថាទូលព្រះបង្គំជាខ្ញុំនាមណែអាត្មាមិនដែលនិយាយទេពីព្រោះអានេះបប៉ះមកលើពាក្យអស់អញ្ចឹងប៉ុន្តែសូមជម្រាបអ្នកអីគេផ្លេចឈ្មោះទៅអ្នកឧបាសិកាយូលីគេមិនដែលនិយាយទូលព្រះបង្គំទេអ្នកនិយាយលួងនិយាយស្ដាច់អីក៏ដោយគេថាខ្ញុំម្ចាស់បើស្រីគេថាខ្ញុំម្ចាស់ប៉ុន្តែគាត់មិនសូវយល់រាជស័ព្ទមិនបន្ទោសទេសូមមកចាំទៅទាំងអស់លោកអ្នកស្ដាប់ស្រីគេមិនដែលនិយាយទូលព្រះបង្គំទេតោះតបានគេនិយាយទូលព្រះបង្គំទូលបង្គំបើស្រីគេថាខ្ញុំម្ចាស់ពួកខ្លះទៅដាក់ទូលព្រះបង្គំជាខ្ញុំម្ចាស់ទៅទៀតវាជ្រុលណាឧបាសិកាយូលីអាយុ52ឆ្នាំជាតិខ្មែរនៅខាងលិចផ្សារសួងស្រុកត្បូងឃ្មុំខេត្តកំពង់ចាមខ្ញុំម្ចាស់អាត្មាថាតាមចុះសូមបង្អោនកាយវិជ្ជាចិត្តមើលមិនឃើញអក្សរគាត់អានចាំមើលទេគាត់សួរខ្លីទេបាននិយមដោះស្រាយគាត់ញោមកាយវិចារចិត្តគោរពដល់ជ្រាលជ្រៅចំពោះសម្ដេចជាទីគោរពនិងសូមក្រាបទូលអំពីភាសាខ្មែរយើងទាំងអស់ពុំដឹងជាធំឬមិនចេះព្រោះត្រង់សេចក្តីដែលកូនក្មួយហៅឪពុកធំនិងម្ដាយធំថាធំទាំងអស់ពុំដឹងជាធំស្រីឬធំប្រុសខាងម្ដាយឬខាងឪពុកទេចំណែកខាងអ្នកនៅស្រុកស្រែចំការច្រើនតែប្រើពាក្យធំពុំសូវមានពាក្យថាទេគាត់ដាក់ថាដូចអ្នកនៅទីក្រុងទេខ្ញុំម្ចាស់ឆ្ងល់ណាស់ត្រង់ពាក្យនេះហេតុដូចម្ដេចបានជាចាស់ទុំពុំយកមកប្រើឲ្យបានច្រើនដូចពាក្យធំនេះផងត្រង់ពាក្យនេះមួយណាប្រសើរជាងណាហេតុដូចម្ដេចបានជាមាហៅថាពូទៅវិញពុះមានិងមីងហៅថាមីងអូយពុំដឹងជាប្អូនឪពុកឬប្អូនខាងម្ដាយទេចំណែកខាងបងថ្លៃប្រុសនិងបងថ្លៃស្រីក៏ហៅថាអ្នកដូចគ្នាពុំដឹងជាបងថ្លៃនឹងខាងណាទេខាងប្តីឬខាងប្រពន្ធក៏ពុំដឹងមួយយ៉ាងទៀតអស់លោកប្រុសហៅប្រពន្ធថាអូនប្រពន្ធគាត់ស្ងល់ចឹងថាអូននៅប្រពន្ធហៅប្រពន្ធវិញហៅប្តីថាបងនេះជាពាក្យល្អហើយតែដូចជាច្រឡំថាបងប្អូនបង្កើតច្រឡំថាបងប្អូនតែកើតចេញពីពុកម្ដាយតែមួយខ្ញុំម្ចាស់សរសេរសម្បត្តិនេះទាំងសេចក្តីល្ងងខ្លៅពុំយល់ពាក្យរយៈជ្រៅសោះសេចក្តីដូចក្រាបបង្គំទូលថ្វាយខាងលើនេះសូមសម្ដេចជាម្ចាស់ទ្រង់វែកញែកពន្យល់ខ្ញុំម្ចាស់ឲ្យអស់សេចក្តីសង្ស័យឲ្យទៀនគាត់សួរអញ្ចឹងទៅអ្នកយូលីសួរហ្នឹងក៏គាត់ឆ្ងល់មែនទេប៉ុន្តែអាត្មាសូមដោះស្រាយទៅចុះទាំងនេះគឺស្រេចគេសន្មត់ហៅទេពីព្រោះខ្មែរយើងមិនដូចជាតិដទៃមិនដូចបាលីទេបាលីគេតែលឺឡើងគេដឹងថាខាងឪពុកឬខាងម្ដាយទេមកឲ្យភាសាដទៃដូចចិនដូចជាតិណាក៏គេមានអញ្ចឹងច្រើនតែខ្មែរគឺថាបើមីងហ្នឹងគេជួថាមីងហ្នឹងប្អូនឪឬប្អូនម៉ែថាមីងខាងម្ដាយមីងខាងឪពុកមាខាងម្ដាយមាខាងឪពុកអានេះគេ
គេដាក់បន្ថែមអាត្មាស្មានទៅគឺបុរាណយើងពីដើមមិនមែនជាងងសំប៉ុណ្ណឹងទេប៉ុន្តែលោកមិនចង់ឲ្យយើងពិបាកក៏គេហៅអញ្ចឹងទៅមកនោះពាក្យថាថាអ៊ុំនេះពាក្យនេះក៏ទៅនឹងកើតជាសម័យតមកក្នុងក្រុងទេអ្នកស្រុកក្រៅគេមិនសូវដែលប្រើប៉ុន្តែបើកាលណានិយាយថាធំថាអីឪពុកធំម្ដាយធំបើអ្នកដែលគេរើសអើងគេថាសំដីអ្នកស្រែតាមការពិតទៅមិនដឹងអ្នកស្រែអ្នកប្រំពេញណាទេពាក្យអ៊ំនោះក្រៅអ៊ំគេហៅពាក្យទំយើពាក្យលើកទំយើថ្នមធំនោះគឺធំប៉ុន្តែធំហៅអ៊ំខ្លះអ៊ំខ្លះអ៊ំទៅនឹងពាក្យទំយើនឹងដូចគេនិយាយមនុស្សចាស់និយាយក្មេងតូចតាអញ្ចឹងអាស្រ័យបរិភោគស៊ីគេថាញ៉ាំហ្នឹងជាពាក្យទំយើគេនិយាយតែក្មេងតូចទេទើបចេះស្ដីលឹកដកបន្តិចតួចហ្នឹងម៉ែបងប្អូននាងញ៉ាំទៅកូនគេញ៉ាំនេះទៅដល់ពេញកមុំហើយលែងញ៉ាំហើយហួយបាត់ដេកគេថាគេងនឹងគេហៅពាក្យទំយើពាក្យថ្នមកាលនៅតូចគេងទៅកូនគេងទៅនឹងគឺកាលនៅតូចចាំដល់ធំហើយកំឡោះហើយគេអញទៅរកគេងសិនណាដែលគេថាហ្នឹងអាត្មាស្មានទៅទេដែលគេនិយាយថាគេងហ្នឹងគេថាឲ្យគេមានអាយុវែងណាពីព្រោះគេមិនចង់ចាស់ញ៉ាំអីហ្នឹងគេថាឲ្យគេនៅតែក្មេងអញ្ចឹងនេះដល់បកស្រាយតាមយល់ទេអញ្ជើញគេងទៅក្មេងនិយាយចាស់ពាក្យហ្នឹងក៏ស្លាញ់គេប្រើចុះយើងមិនទទួលទេប៉ុន្តែគេហៅថ្នមមហួរដល់តាក៏តាញ៉ាំបាយនៅតាគាត់ថាអីដែរគាត់ចង់រស់យូរដែរគេថាវាបើហៅឯងដូចកូនក្មេងអញ្ចឹងហើយបើតានឹងគាត់មានគំនិតជ្រៅគាត់មិនខឹងទេគាត់ថាយើបើឲ្យឯងក្មេងបើឲ្យឯងអាយុវែងណាប៉ុន្តែបើនិយាយតាមការពិតក្នុងរបបស្នាមគេមិនប្រើសោះគេហៅពាក្យទំយើពាក្យមញ៉ែមញ៉ពាក្យហ្នឹងគេហៅពាក្យមញ៉ែមញ៉មិនមែនតែមួយប៉ុណ្ណឹងទេបបៅខ្លះថាមុំខ្លះថាអឹមខ្លះថាបឹមអីគេថាស្លាញ់គេសន្មត់ទេអ្នកកុំឆ្ងល់អីអ្នកយូលីកុំឆ្ងល់អ្នកចង់និយាយមិននិយាយទៅចុះប៉ុន្តែយើងធ្លាប់ថាធំទៅព្រោះត្រង់ខាងម្ដាយខាងឪពុកទៅមិនរួចទេបើបាលីមានមេតុលាគឺមេខាងម្ដាយឪពុកធំខាងម្ដាយអញ្ចឹងដល់បើឲ្យច្បាស់គេថាមហាមេតុលាគឺឪពុកធំហ្នឹងអត់ថាមេតុលាទេគេថាមេព្រោះចុះបើជាស្ត្រីវិញគឺមេតុច្ឆាម្ដាយមីងខាងម្ដាយព្រោះបើជាខាងឪពុកថាពេតុច្ឆាពេតុច្ឆាគឺម្ដាយមីងខាងឪពុកព្រោះមេតុលាមេខាងឪពុកមហាមេតុលាគឺឪពុកធំខាងឪពុកខាងម្ដាយបើខាងឪពុកពេតុលាបានជាបុរាណគេហៅពេដុលគេមិនថាពេតុលានេះគេថាបេដុលព្រះបេដុលគឺជារាជស័ព្ទគឺថាជាកษัត្យហ្នឹងលោកត្រូវជាឪពុកធំខាងបិតាណែអូឆ្ងល់មួយទៀតថាម៉េចនឹងពាក្យអ៊ំនេះគេអ្នកក៏ឆ្ងល់អ៊ំហ្នឹងឯងឥឡូវអាត្មាដោះស្រាយទៅហ្នឹងណាអូត្រង់មីងនេះសរសេរនេះត្រូវមានខ្លះសរសេរមីញោមីនឹងញោអានមីងមិនដឹងជានិយាយអាម៉េចមីងអាហ្នឹងដល់ទៅហ្នឹងអាត្មាសុំថាមួយទៀតអំពីពាក្យមេនិងមីអ្នកប្រពៃនេះនិយាយមីច្រើនណាមីនេះមីនោះមីឯងមិនក៏ទៅជាមីទៅវិញគឺមេបាអាត្មាដូចជាមិនចេះនិយាយទៅមកតាំងពីកើតក្មេងចេះស្ដីហ្នឹងនិយាយតែមេអញ្ចឹងបើកូនចៅគេហៅថាណែមេនេះមកណែគេមិនចេញឈ្មោះទេដល់ស្និទ្ធចិត្តនេះមីអត់ទេមីប៉ុន្តែថាមិនចាប់ខុសចាប់អីទេស្រឡាញ់ប្រើចុះព្រ
Ôi ba cái trong này dây thập côn pro côn sợi đôn tà đó đôn nó cứ thật chụp ba đó chia chỉ đồn này có nên nâng khang phúc khang mà đài tà chẳng bộ rán cái miền phía gì thế miền đặt đồn miền một sọc miền một sài miền một ấy sọc ngày đôi đồn sẽ đào về trên ấy về đồn sẽ đào ấy nó cứ bị đào cái miền phía gì thế gì như chôm cát khăn cào thế gì những vật đòi màu thì phía xa chết khang dương đổi điều đổi thay cho đau kinh gì con kinh gì mìnhจะlàm cái tháp pu gia ta giái cứ chỉ đồn chỉ ta khang phúc khang mà đái thì hao khóc nè hồi đeo cái tháp pu nhá ta nhai thì hao chân tới đó gì nó một chọp một cái dài nó dương có vô một phá khạc trừ ai bứt cái việc khmer bồ rán khi mình đã hao gì chứ cái hao đặt đồn chơi cho nó đồn bà cua xong tôi chơi cho nó chỉ đồn ơi của trăm ngày chứ chỉ đồn tiệt thà chỉ đồn cứ gì nó quật chả hơi quật cằn sờ địa so thôi lúc chỉ gì chỉ rằng anh nên cái hào chỉ đồn chỉ nó chỉ tiệt của rốt rõ nó bảo buồn nên sọc mơ hào chỉ mỗi ấy là chỉ tệp một tệp hào chỉ tệp bảo buộc thực sọc mơ hào thá nè tệp hồi đó hao trơm sắp mấy tha anh tịch một cái tiết tha bản địch thì pro cái tha riêng sâu chết đâm thì nẹt miên cả chiều hai bàn thì hao bản địch nó không miên bàn trò thân nặng độc đó đấy địch nó chết là hao đó chọn là không miên được xe xong tới của mình địch đó bán chỉ chặt chúng hao bản địch khai môi chiên tịch nè tịch một cái na nâng cứ buộc phật có đói buồn nên có đói bà tơm sắp thầm ấy cái hào tịch cho bà hào rúm hào chỉ hào không mấy nữa bà nó sắp nó tơm sắp thì nốt vía trầm trầu và trầm trầu chiên chiên bán chỉ hào chỉ nó bạch hết chết là hào đó chọn là không nên được xe xong trâu của mình đích đó bán chỉ chặt chúng hao bắn đất khai môi chiên tịch nè tịch một cái na nâng cứ buộc phật có đói buồn nên có đói bà tơm sắp thầm ấy cái hao tịch cho bà hao rúm hao chỉ hao không mấy nữa bà nó sắp nó tơm sắp thì nốt vía trầm trầu và trầm trầu chiên chiên bán chỉ hao chỉ nó bạch thôi nâu tại vì chi tà chi nâu miền bán chỉ tiện tham mấy thà cũng đa tiền con cũng cắt để khỏi xong mà nặng chuồn chi cũng oi cái đây trâu tiện nè tôi đi cho trong kia còn tôi đi cho Nippon tôi đi cho trong kiaถ้า xong mà nặng chuồn chi cũng oi cái đây trâu cũng ngưỡng đòi khéo cũng on tiện bố cũng khoa đòi say cũng căn bức dung cục nâu sấy xong mà nặng chuồn chi cũng oi cái đây trâuตอนนี้บ้านสิก็ได้ถ่ายเยกีตับบอกลูกเนนลูกฝึกเนี่ยบวกบอกแม่เนี่ยเอาสมณะชวนเนาะคือความตกกาดก็ได้ยังปุ๊นึงผมยกลูกตัวป้อผมชุลงปุ๊นึงบ้านที่ลูกท่าสมณะชวนจี้ก็มอยก็ได้เจ้าถ้าผมจะบวบโลกโบราณก็ทับเลื่อมบ่านาจังก็ดังไปลูกซองไอ้ลูกก็ใกล้ไปนี่ไปนู้นตาเนียงเอ้ยกองป้อเพลิงเว้ยก็เดานะนั่นกินยี่ติบนบาปแล้วก็ทำจงหนึ่งร้อยผมตัวเล่นหนึ่งพวกจีโปทมทมนะนั่นเกี่ยวโบราณอ้อยเนี่ยอาตมาดอกทรายอ้อยเนี่ยฝรั่งมอมโยละ